ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាបងប្អូនខ្លះគាត់បានឃើញវីដេអូហ្នឹងគាត់ច្បាស់ជាដឹងហើយថាធ្វើអីអញ្ចឹងណាចាប៉ុន្តែបងប្អូនខ្លះដែលគាត់មិនទាន់បានដឹងទេចាហ្នឹងហើយចូលទៅមើលវីដេអូហ្នឹងទាំងអស់គ្នាណាចាហ្នឹងហើយគឺយើងធ្វើផ្លែឈើត្រាំជាមួយស្រាសញ៉ាំពេលមករដូវអញ្ចឹងណាបងប្អូនធ្វើសាច់យើងចាំធ្វើសាច់យើងស្អាតងាយចាស់ងាយអីចឹងណាហ្នឹងហើយផ្លែឈើមាន5មុខណាបងប្អូនមានល្មុតមានប៉ោមត្រពាំងបាយជូរហើយនឹងខ្នុរចេកហ្នឹងហើយបងប្អូនណាយើងលាងទឹកឲ្យស្អាតហើយយើងយកមកចិតដាក់ត្រាំហ្នឹងចាហ្នឹងហើយចង់ធំចង់តូចចង់មិនក៏បានដែរសាច់យើងអញ្ចឹងណាបងប្អូនចាហើយយកមកត្រាំជាមួយនឹងស្រាសហ្នឹងគឺយកស្រាដែលខ្លាំងជាងគេបង្អស់យកអាមេបងប្អូនទិញនៅកន្លែងគេដុតស្រាគេដុតស្រាតែម្ដងបងប្អូនអានឹងខ្លាំងចាហើយហ្នឹងហើយបើសិនជាយើងយកអាស្រាដែលអត់ខ្លាំងអត់ដុតអត់ឆេះហ្នឹងយើងយកមកគឺដាក់ត្រាំផ្លែឈើទៅគឺធ្វើឲ្យផ្លែឈើយើងឆាប់ខូចឆាប់ផ្អូមឆាប់ជូរសរុបទៅអត់កើតចឹងណាបងប្អូនតែបើសិនជាយើងយកអាខ្លាំងប្រាប់អ្នកលក់ថាអាខ្លាំងអាដុតឆេះអាមេហ្នឹងគឺយើងយកមកដាក់ត្រាំជាមួយផ្លែឈើយើងគឺធ្វើឲ្យរសជាតិឈ្ងុយឆ្ងាញ់ផ្អែមរសជាតិផ្លែឈើបងប្អូនអញ្ចឹងចំពោះអ្នកដែលគាត់ថាអត់ចេះញ៉ាំស្រាក៏គាត់អាចញ៉ាំបានដែរព្រោះអីយើងមិនញ៉ាំលើកមួយកែវពីរកែវទេបងប្អូនយើងញ៉ាំមួយក្អឹកពីរក្អឹកពេលយើងមករដូវធ្វើឲ្យរដូវយើងធ្វើឲ្យសរសៃសសួតយើងក្តៅហើយទៅធ្វើឲ្យឈាមរដូវយើងមកអស់អញ្ចឹងណាបងប្អូនហ្នឹងហើយបើនិយាយថាអូយចុះបើសិនជាស្រាសដុតឆេះយ៉ាងនេះស្រាសតែយកអាលេខ1យកអាដុតឆេះអញ្ចឹងងាប់ហើយព្រោះទៅមានតែលួចកាពះអស់ហើយទៅអត់អីទេបងប្អូនដោយសារតែយើងយកមកយើងផឹកវាទៅទេអានឹងមិនថាលលួយកាពះអានេះយើងយកមកផ្លែអញ្ចឹងយើងយកវាមកយើងយកមកត្រាំផ្លែឈើលឹងប្រហែលមុខអញ្ចឹងដល់ពេលអញ្ចឹងគឺស្រាហ្នឹងដាក់ត្រាំលាយជាមួយផ្លែឈើអញ្ចឹងផ្លែឈើហ្នឹងវាកាច់ស្រាហ្នឹងអស់ហើយបងប្អូនអញ្ចឹងវារសជាតិផ្អែមរសជាតិខ្លាំងតែស្រាទេប៉ុន្តែដល់ពេលយើងញ៉ាំចូលក្នុងពោះទៅគឺធ្វើឲ្យរសជាតិផ្លែឈើហ្នឹងឆ្ងាញ់ផ្អែមអញ្ចឹងណាបងប្អូនចាអត់មានហានិភ័យអីទេព្រោះយើងមិនមែនទៅផឹកម្ដងមួយកែវពីរកែវអាហ្នឹងមិនឡាំយ៉ងមែនហើយតែថាដាក់មួយក្អឹកពីរក្អឹកតិចតួចសម្រាប់ពេលមករដូវអីអាហ្នឹងគឺអត់មានបញ្ហាទេណាបងប្អូនហើយធ្វើសាច់យើងចាំចាហ្នឹងហើយបើសិនជាបងប្អូនមានទឹកឃ្មុំទៀតក៏កាន់តែល្អណាបងប្អូនដាក់ក៏បានមិនដាក់ក៏បានស្អាតចិត្តណាបងប្អូនទឹកឃ្មុំអីក៏បានឲ្យតែទឹកឃ្មុំសុទ្ធអញ្ចឹងណាមានទឹកឃ្មុំចាំមានទឹកឃ្មុំសុទ្ធអីក៏បានដែរចាហើយនឹងពងទាស្រែបងប្អូនចង់ដាក់ក៏បានមិនចង់ដាក់ក៏បានដោយសារតែខ្ញុំអត់ចង់ដាក់ពួកអីវាអត់មានពេលអញ្ចឹងអត់ដាក់ទេខ្ជិលដាក់ណាបងប្អូនតែមួយគឺថាផ្លែឈើវាផ្អែមហើយពេលអញ្ចឹងយើងដាក់ទឹកឃ្មុំទៀតនាំតែរឹតតែផ្អែមទៀតអញ្ចឹងណាចាហ្នឹងហើយចាហ្នឹងហើយចំពោះស្រាសយើងអាចដាក់3លីត្រហើយយើងផ្លែឈើយើងអាចដាក់មកល្មមតាមសាអីចឹងណាបងប្អូនយើងលៃតាមនឹងចឹងទៅតែបើសិនជាបងប្អូនចង់ត្រាំឲ្យច្រើនទុកញ៉ាំរយៈពេលយូរអីចឹងបងប្អូនអាចដាក់ស្រាសហ្នឹង5លីត្រហើយផ្លែឈើហ្នឹងកន្លះគីឡូក៏បានដែរចំនួន5មុខហ្នឹងណាចឹងកន្លះគីឡូហ្នឹងទៅវាមុំហើយយើងញ៉ាំបានយូរចឹងណាចាហើយទុករយៈពេល3យប់ទៅមួយអាទិត្យអីញ៉ាំបានហើយបងប្អូនខ្ញុំតែ3យប់ហ្នឹងខ្ញុំញ៉ាំហើយណាហ្នឹងហើយចំពោះតម៉ាក់ណាដែលគាត់ឆាប់ប៉ះទឹកត្រជាក់ពេកអាពេលគាត់កូនខ្ចីអីហ្នឹងក៏អាចញ៉ាំបានដែរបងប្អូនដោយសារតែជាតិស្រាហ្នឹងវាក្តៅយើងញ៉ាំទៅវាជំនួយសរសៃដែរចំពោះខ្ញុំបានញ៉ាំឲ្យសាច់ស្អាតទេគឺខ្ញុំញ៉ាំឲ្យក្តៅសរសៃដោយសារតែខ្ញុំទងន់កូនខ្ញុំឆាប់ប៉ះទឹកត្រជាក់ពេកអញ្ចឹងណាយើងបោកកៅអៅ4-10ថ្ងៃយើងបោកកៅអៅដល់ពេលអញ្ចឹងយើងឆាប់ប៉ះទឹកត្រជាក់ពេកយើងធ្វើយើងស្ពឹកដៃជើងអញ្ចឹងណាដល់ពេលខ្ញុំញ៉ាំតែមួយក្អឹកអីទៅវារំសាយគេងលក់ស្រួលអញ្ចឹងណាបងប្អូនចាហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេបើសិនជាបងណាមានចម្ងល់ឬក៏អត់ច្បាស់កន្លែងណាអាចខមមិនសួរបានណាបងប្អូនចាហ្នឹងហើយកន្លែងណាដែលវាលើសលុបក៏សូមអធិស្ឋានណាបងប្អូនចាហ្នឹងហើយអរគុណច្រើនបងប្អូនវេបលាបាយបាយសុខភាពល្អទាំងអស់គ្នាចាមេឆ្នាំជិះបាយជួយអែមហើយបាយជួយនេះក៏ស្រួលណា